គេថាមានឯកសារពន្យល់សំខាន់ពីរទៀតឯកសារពន្យល់យប់នេះចាប់ផ្ដើមរើកាយសៀវភៅគណនីសាធារណៈទាំងអស់ចេញមកអ្នកណាដែលពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចលើកទី2ត្រូវតែបង្កើតចន្លោះប្រហោងឲ្យខ្ញុំអ៊ំប្រុសឥឡូវទៅប្រញាប់តើអាចទេស្ងាត់មាត់កាលនោះវាត្រូវបានប្រើប្រាស់ដោយជោគជ័យនៅក្នុងតុលាការប៉ុន្តែស្ងាត់មាត់រហែកទំព័រទាំងនេះឲ្យអស់រហែកហើយតែលោកលីជឹងត្រូវផ្ទៀងផ្ទាត់កាលនេះថ្ងៃស្អែកបើគេរកឃើញធ្វើម៉េចគ្រាន់តែនិយាយថាវាមិនដែលមានហើយថាវាត្រូវបានស៊ីដោយសត្វល្អិតដោយសារតែវាចាស់ទៅស៊ិនម៉ាលីនលោកលីជឹងមានបញ្ជាមុនពេលប្រកាសសាលក្រមនៅសាលបុកការីជនឯកសារគណនេយ្យរបស់ភាគីទាំងសងខាងត្រូវបិទចិត្តទាំងអស់គ្មាននរណាម្នាក់អាចបំផ្លាញផ្ទេរឬកែប្រែបានទេខ្ញុំនឹងមកយកសៀវភៅគណនេយ្យឥឡូវនេះសូមបើកទ្វារសហការជីហឺយាយរបស់កូនចង់និយាយពីម៉ាត់ជាមួយកូនជីហឺថ្ងៃស្អែករឿងនោះកុំឲ្យវាកើតឡើងនៅសាលបុកការីជនបានទេជីហឺនិយាយគ្នាឲ្យច្បាស់ដោយសម្ងាត់ទៅបានហើយបើបែកឃ្លីដល់សាលបុកការីជនមុខមាត់ត្រកូលសឿនយាយការមករបស់យាយថ្ងៃនេះគឺពូធំឲ្យមកឬក៏យាយចង់មកដោយខ្លួនឯងបើពូធំឲ្យយាយមកសូមយាយត្រឡប់ទៅប្រាប់គាត់វិញថារឿងសាបុកការីជនគឺលោកលីជឹងបានកំណត់ហើយបើជាយាយចង់មកដោយខ្លួនឯងសូមនិយាយឲ្យច្បាស់នៅចំពោះមុខអ្នកទាំងក្នុងត្រកូលទាំងអស់នោះវានឹងល្អសម្រាប់អ្នករាល់គ្នាជីហឺខ្ញុំដឹងថាយើងបានប្រព្រឹត្តមិនល្អចំពោះកូនប៉ុន្មានឆ្នាំនេះប៉ុន្តែយ៉ាងណាក៏យើងជាគ្រួសារតែមួយដែរពូធំរបស់កូនគាត់ក៏គ្មានផ្លូវទៅមុខដែរកូនគិតថាឲ្យមុខយាយទៅពូធំស្រីពាក្យថាគ្រួសារតែមួយបីម៉ាត់នេះតើពូធំស្រីបាននិយាយវាទេការប៉ះខ្ញុំនៅរស់តើពូធំស្រីបាននិយាយវាទេការខ្ញុំឃ្លានហើយរងាតើពូធំស្រីបាននិយាយវាទេការខ្ញុំត្រូវលើកជង្គង់នៅលើព្រើពាក្យបីម៉ាត់នេះតើពូធំស្រីនិយាយវាចេញមកដោយរបៀបណាថ្ងៃស្អែកលោកលីជឹងនិងចាស់ទុំទាំងអស់នឹងនៅទីនោះនិយាយរឿងកណេឲ្យច្បាស់ទៅចាប់ពីពេលនេះទៅរស់នៅតាមផ្លូវរៀងខ្លួនទៅជាការល្អបំផុតជើងយាយមិនសូវល្អទេថ្ងៃស្អែកទៅសាលបុកការីជនខ្ញុំនឹងឲ្យពូផេមទទួលយាយថ្ងៃនេះនៅសាលបុកការីជនស៊ឿនម៉ាលីនប្តឹងស៊ឿនជីហឺថាបានរំលោភយកដីស្រែសាធារណៈដោយខុសច្បាប់ហើយទ្រព្យសម្បត្តិមិនច្បាស់លាស់ភស្តុតាងពីភាគីទាំងសងខាងត្រូវបានទទួលហើយថ្ងៃនេះត្រូវពិនិត្យផ្ទៀងផ្ទាត់ជាសាធារណៈមានអ្វីនិយាយនៅនឹងកន្លែងក្រោយនិយាយរួចខ្ញុំនឹងធ្វើការសម្រេចចិត្តដំបូងស្ដាប់ភាគីលោកស៊ឿនម៉ាលីនដីនោះជាកម្មសិទ្ធិសាធារណៈឯកសារដែលខូចខាតបែបនេះមិនអាចជឿទុកចិត្តបាននាងជាក្មេងកំព្រាតើនាងបានទ្រព្យសម្បត្តិមិនច្បាស់លាស់ច្រើនយ៉ាងនេះមកពីណាស៊ឿនជីហឺកូននិយាយទៅលោកលីជឹងនេះជាប្លង់ដីតាំងពីចំនួននោះវាគឺជាដីភ្នំខាងក្រោយនិងដីស្រែបូឋានដែលបានចុះបញ្ជីក្រោមឈ្មោះឪពុកខ្ញុំនេះជាច្បាប់ចម្លងការចុះបញ្ជីផ្លូវការរបស់ផ្ទះបញ្ចាំនៅក្នុងទីក្រុងដែលមានបោះត្រាផ្លូវការរបស់ផ្ទះបញ្ចាំហើយមិនខុសពីប្លង់ដីបន្តិចណាសោះយូរណាស់មកហើយកំណត់ត្រាប្រកាសជាមានកំហុសការចុះបញ្ជីផ្លូវការតើវាចាស់ហើយឬក៏មានកំហុសលោកលីជឹងប្រកាសជាដឹងច្បាស់ជាងអ្នកណាទាំងអស់ឯកសារទោះបីជាខូចខាតក៏ដោយក៏ប៉ុន្តែសាក្សីការនោះនៅមានជីវិតនៅឡើយខ្ញុំឈ្មោះចៅយ៉ងសុនអ្នកប្រមាញ់នៅស្រុកលីងឆ្នាំនេះ72ឆ្នាំហើយ20ឆ្នាំមុនគ្រូសាស៊ឿនបានបែងចែកទ្រព្យសម្បត្តិខ្ញុំគឺជាសាក្សីម្នាក់ហើយខ្ញុំបានចុះហត្ថលេខានៅក្នុងបញ្ជីសាក្សីឯកសារកាលនោះរឿងការនោះខ្ញុំចាំច្បាស់ណាស់គ្រូសាទាំងពីរបានចុះហត្ថលេខាលើលិខិតសន្យានៅចំពោះមុខប្រធានត្រកូលចាស់កូនច្បងម៉ាលីនបានទទួលផ្ទះនិងដីមួយកន្លែងទៀតភាគីទាំងសងខាងនិងសាក្សីបានចុះហត្ថលេខារៀងខ្លួននេះគឺជាសក្ខីកម្មជាលិលាអក្សរនិងស្នាមមេដៃរបស់ខ្ញុំសូមលោកលីជឹងរក្សាទុកតែជើងចាស់នេះគាត់ជួមមកទេពាក្យសម្ដីគឺគាត់បង្រៀនស៊ឿនម៉ាលីនតើកូនពិតជាលែងស្គាល់ខ្ញុំហើយមែនទេកាលកូននៅតូចកូនធ្លាប់ទិញឧបករណ៍ជាមួយឪពុកកូននៅមុខហាងជាងដែករបស់ខ្ញុំឈរអស់កន្លះម៉ោងឪពុកកូនហៅកូនកុំឲ្យរត់លេងផ្ទះផ្ដាស់ខ្ញុំថែមទាំងបានជួយខាត់កូនម្ដងដែរកូនថាការសម្ដែងបែបនេះគាត់អាចបង្រៀនចេញមកបានមែនទេភស្តុតាងទាំង3ភាគីផ្ទៀងផ្ទាត់គ្នាប្លង់ដីពិតជាត្រឹមត្រូវឥតខុសឆ្គងកំណត់ត្រាផ្ទះបញ្ចាំពិតជាត្រឹមត្រូវសក្ខីកម្មរបស់សាក្សីអាចទទួលយកបានដីភ្នំខាងក្រោយនិងដីបូឋានជាកម្មសិទ្ធិរបស់ស៊ឿនម៉ៅរិនហើយឥឡូវនេះត្រូវបានកូនស្រីរបស់គាត់គឺស៊ឿនជីហឺទទួលមរតកបន្តដែលមិនពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសាធារណៈទេការអានថារំលោភយកដីស្រែសាធារណៈដោយខុសច្បាប់គឺមិនអាចទទួលយកបានជាដាច់ខាតភាគីស៊ឿនជីហឺក៏បានដាក់ឯកសារពន្យល់ពីប្រភពទ្រព្យសម្បត្តិផងដែរករណីនេះពាក់ព័ន្ធនឹងបំណុលចាស់មួយទៀតសូមលោកស៊ុនសាំងគុយរៀបរាប់លោកលីជឹងលោកពូអ្នកមីងទាំងឡាយថ្ងៃនេះសូមនិយាយឲ្យច្បាស់តែម្ដងទៅនៅមានរឿងមួយទៀតរឿងទី1គឺបានបំណុលចាស់ការស៊ឿនជីហឺរៀបចំសម្ភារៈមរតកបានរកឃើញបានបំណុលចាស់ជាច្រើនសន្លឹកដែលជាកំណត់ត្រាផ្លូវការនៃការខ្ចីបុលក្នុងត្រកូលផ្ទៀងផ្ទាត់ជាមួយពងសាវតារត្រកូលអ្នកខ្ចីគឺស៊ឿនម៉ាលីនការខ្ចីបុលគឺនៅរដូវរងាឆ្នាំទី3បន្ទាប់ពីបែងចែកគ្រួសារសរុបមាន2លើកខ្ចីស្រូវ3ដំប៉ៅខ្ចីប្រាក់2ដំឡឹងដែលស្មើនឹងប្រាក់12ដំឡឹងរហូតមកដល់បច្ចុប្បន្នគ្មានកំណត់ត្រាសងបំណុលអ្វីទាំងអស់រឿងទី2គឺឯកសារគ្រប់គ្រងក៏មានឯកសារមួយទៀតនៅក្នុងក្រដាសចាស់នេះដែរការស៊ឿនម៉ៅរិនធ្ងន់ធ្ងរធ្លាប់បានប្រគល់ទ្រព្យសម្បត្តិឲ្យបងប្រុសរបស់គាត់គ្រប់គ្រងបន្តត្រូវប្រគល់វិញក្រោយពេលជាសះស្បើយតែម៉ៅរិនបានស្លាប់បាត់ទៅហើយទ្រព្យសម្បត្តិដែលបានគ្រប់គ្រងនេះមិនដែលបានប្រគល់ឲ្យកូនចៅវិញឡើយស្មើនឹងប្រាក់28ដំឡឹងសរុបទាំងពីរមុខស៊ឿនម៉ាលីនជំពាក់ប្រាក់40ដំឡឹងដែលជា2ដងនៃបំណុលលបែង20ដំឡឹងរបស់គាត់